សួស្តីបងប្អូនអរគ្នានេះជា technique ក្នុងការទម្លាក់ lens កាមេរ៉ា12 Pro Max គុណនឹង1ក្នុងការទម្លាក់ lens គឺយើងត្រូវបដោះជើងត្រវាណានេះគឺជាកន្លែងដែលយើងប្រើកាវ UV បតក់មកតំណក់ទៅហើយបកកវាឲ្យរឹងដើម្បីតកល់កម្ពស់វាឲ្យស្មើនឹងបកគោលជុំវិញវា4នេះជុំវិញវា4នេះណានេះបកគោល4នេះអញ្ចឹងយើងបដោះវាឲ្យស្មើមកជាល្អជាងពេលយើងទម្លាក់ទៅស្លាបវានៅប្រឆិតបែបនេះពេលដែលទម្លាក់ប្រឆិតបែបហ្នឹងគឺយើងបញ្ចូលទៅវាអត់ចូលទៅក្នុងកលៈ4នេះទេអញ្ចឹងធ្វើឲ្យ lens កាមេរ៉ានេះវាអត់ជាប់ល្អហើយកម្ពស់ក៏ខុសគ្នាដែរពេលដាក់ចូលទៅកម្ពស់វាខ្ពស់ជាងរបស់វា cinematic តែអញ្ចឹងវាធ្វើឲ្យកាមេរ៉ាថតទៅព្រើអញ្ចឹងវាអត់ល្អទេអញ្ចឹង technique ដែលល្អគឺយើងបតក់ UV តម្កល់កម្ពស់វាបែបនេះហើយទើបយើងទម្លាក់ចូលហើយបង្វិលវាបន្តិចឲ្យវាជាប់ងាំជើងវា4ខាងនេះជើង4នេះនេះចង់បញ្ជាក់អ្នកនរគ្នាតិចនៅពេលដែលបតក់ហើយកម្ពស់របស់វាគឺស្មើនឹងកម្ពស់របស់នេះវាស្មើនឹងកម្ពស់នេះយើងពិនិត្យមើលទៅគឺកម្ពស់កាយហ្នឹងវាស្មើនឹងកម្ពស់ជើងត្រវា4នេះអញ្ចឹងយើងបតក់ដើម្បីឲ្យវាស្មើកម្ពស់អញ្ចឹងទៅពេលដែលយើងទម្លាក់ lens ទៅគឺវាថតច្បាស់ល្អបើសិនបើបងប្អូនអត់បដោះចឹងទេបងប្អូនតម្លាក់មកតម្កល់លើនេះហ្មងគឺវាខ្ពស់ជាងបោះវាស៊ីនអញ្ចឹងក្នុងការធ្វើគឺទម្លាក់បែបហ្នឹងគឺវាអត់ល្អទេហើយក្នុងការធ្វើយើងត្រូវឆែកមើលផងថាតើស៊ុំវាហ្នឹងមាននៅកលកតិកទីអីអត់យើងត្រូវលើករលាស់វាមើលថាវារលាស់ល្អអត់បើសិនជាមានកលកតិកចក់កតិកអីហ្នឹងយើងត្រូវពុះសម្អាតវាទៀតអញ្ចឹងនេះយើងអាចទម្លាក់ lens បានហើយអញ្ចឹងនេះក្នុងការទម្លាក់ lens បងប្អូនមើលណានៅលើ lens កាមេរ៉ាគុណ1វាមានកលៈបែបនេះអញ្ចឹងយើងទម្លាក់ត្រង់វាអត់ចូលទេតតែទម្លាក់ប្រឆិតហើយមូលបន្តិចបានវាចូលទៅក្នុងកលៈនេះកលៈនេះអញ្ចឹងមុខច្រកចូលច្រកនេះបានតមកបវលឲ្យតាក់នឹងកលៈនេះគឺ lens ហ្នឹងអត់មានជ្រុះទេដោយសារកន្លងមកខ្ញុំធ្លាប់ទទួលពីបងប្អូនមិត្តជាងយកមកធ្វើគឺគាត់ទម្លាក់ប្រឆិតបែបហ្នឹងហើយបាញ់កាវយកមកគាត់អត់បង្វិលឲ្យមកត្រង់ត្រូវមុំរបស់វាទេតែយើងគឺធ្វើបែបនេះគឺបានលទ្ធផលច្រើនអញ្ចឹងក្នុងការទម្លាក់ lens យើងអត់អាចទម្លាក់បែបប្រឆិតដូចមុននឹងបានទេអញ្ចឹងយើងតម្រង់វាស្មើមកបន្ទាប់មកយើងបាញ់កាវ UV តែពីជ្រុងតិចសិនមកដើម្បីវាជាប់ហើយយើងយកទៅតេស្តសិនបើសិនជាវាច្បាស់ហើយអូខេយើងនឹងបាញ់ពេញចន្លោះប្រហោងនឹងទាំងអស់ហ្មងទៅភាសានេះយើងបាញ់ហើយយើងយកទៅតេស្តអញ្ចឹងយើងបាញ់តជ្រុងតែពីជ្រុងសិនមកជ្រុងនោះមួយជ្រុងខាងនេះមួយអញ្ចឹងមកតមកយើងពិនិត្យមើលថាតើកម្ពស់របស់វាត្រូវគ្នាហើយនៅនេះយើងមើលកម្ពស់របស់បាតស្លាបវា4នេះតើវាស្មើនឹងកម្ពស់របស់អាបកគោលនេះនៅបើសិនជាខ្ពស់ជាងគ្នាឬក៏ទាបជាងគ្នាហ្នឹងគឺយើងសេរីតាមនឹងទៀតទៅអញ្ចឹងយើងត្រូវមើលណាបាតស្លាបនេះហើយនឹងបកគោលហ្នឹងគឺយើងត្រូវដាក់ឲ្យវាស្មើគ្នាមិនឲ្យខ្ពស់ជាងហើយក៏មិនឲ្យទាបជាងខ្លាំងដែរអាចទាបជាងតិចតួចអូខេអញ្ចឹងយើងយកទៅធ្វើ test សិនហើយបន្តមកទៀតយើងធ្វើការបាញ់ចិត្តយកយើងបាញ់ UV ចិត្តយកទាំង4ហ្នឹងមកហើយចំណុចល្អគឺឲ្យអ្នកទាំងអស់គ្នាប្រើ UV ថ្លាណាប្រើ UV ថ្លាវាងាយកកលឿនវាជ្រាយហើយវាកកលឿនយើងចាក់ចូលទៅវាហូរចូលគ្រប់កលៀតនេះបើមានស្នាមកក្រិចអីយើងគាត់កោសវាតិចទៅដើម្បីវាស្អាតមើលទៅដូច original ណាអូខេប៉ុណ្្នឹងហើយជាការស្រេចទេ